នឹងឲ្យសួស្តីបងប្អូនដែលទស្សនានៅវីដេអូនេះទាំងអស់គ្នាឥឡូវខ្ញុំចង់នាំបងប្អូនមកមើលមកទស្សនានៅប្រាសាទមួយកន្លែងនៅក្នុងស្រុកកលែននៅក្នុងភូមិក្តាក់ហើយប្រាសាទនេះនៅមិនឆ្ងាយពីភូមិទេនៅគៀនក្រោយភូមិនេះទេនៅតំបន់ព្រៃក្រោយភូមិអញ្ចឹងបងប្អូនហើយមើលទស្សនភាពហើយនៃប្រាសាទគឺមានប៉មកពូល3គឺឃើញថានៅស្រស់ស្អាតក៏ប៉ុន្តែសម្រាប់ចំណុចកណ្ដាលគឺឆ្លាក់មានចម្លាក់ក្បាច់រចនាបានប្រហែលជា90% ហើយសម្រាប់ប៉មគៀនខាងពីរហ្នឹងគឺធ្វើមិនទាន់រួចទេគ្រាន់តែលើកជាចំហអញ្ចឹងណាហើយសម្រាប់ចំណុចកណ្ដាលគឺធ្វើរួចមុនថា90% បងប្អូនក៏ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺសម្រាប់ក្បាច់រចនាគឺស្រស់ស្អាតខ្លាំងមែនទែនគាត់ថាចំណុចកណ្ដាលនេះមានជនខិលខូចជនបានកោះទៅបាត់អញ្ចឹងណាហើយបងប្អូនមើលទៅទស្សនភាពរូបភាពជាក់ស្ដែងទៅគឺក្បាច់ក្បូរស្អាតខ្លាំងមែនទែននៅប៉មកណ្ដាលនេះហើយសម្រាប់ប៉មគៀនគឺមិនទាន់ធ្វើមិនទាន់រួចទេគ្រាន់តែលើកជាចំហអញ្ចឹងហើយសម្រាប់ក្បាច់រចនាអីគឺអត់ទាន់មានទេដូនតាមិនទាន់បានឆ្លាក់ទេប្រហែលជាធ្វើមិនទាន់រួចហើយមើលទស្សនភាពជុំវិញទៅប្រាសាទនេះគឺធំគ្រាន់តែស្រាប់គៀនហ្នឹងគឺធ្វើអត់ទាន់ហើយទាំងអស់អត់ទាន់ហើយទេគ្រាន់តែលើកជាចំហហើយសម្រាប់ប៉មកណ្ដាលគឺស្រស់ស្អាតខ្លាំងជាងគេដោយសារតែបានឆ្លាក់លម្អអញ្ចឹងណាហើយបងប្អូនមើលតាមជាក់ស្ដែងទៅគឺក្បាច់ក្បូរស្អាតខ្លាំងមែនទែនហើយមិនដឹងជាក្បាច់លំនាំតាមប្រាសាទមួយណាទេខ្ញុំមិនសូវជាស្គាល់ទេគ្រាន់តែថតបង្ហាញឲ្យបងប្អូនឃើញអញ្ចឹងស្រស់ស្អាតខ្លាំងបើសិនជាបងប្អូនមកលេងអាចមកលេងបានខ្ញុំដាក់ location ដាក់ map នៅក្នុងចំណងជើងវីដេអូខ្ញុំផុសហ្នឹងឃើញខាងក្នុងស្អាតនេះក្បាច់ដែលដូនតាយើងគាត់ឆ្លាក់តែងតែមានគេគាត់ទៅអត់ចេះជួយថែរក្សាកាត់យកបាត់ស្រស់ស្អាតខ្លាំងមែនទែនក្បាច់ក្បូរមិនដឹងជារចនាបថតាមប្រាសាទមួយណាទេខ្ញុំអត់សូវជាយល់សូវជាដឹងទេណាបងប្អូនមើលតាមជាក់ស្ដែងនេះប្រហែលជារូបប្រហែលជាសឹងដូចជាសឹងតជាស្រ័យបងប្អូនខ្ញុំមិនសូវស្គាល់ទេគឺស្រស់ស្អាតខ្លាំងគឺក្បាច់ចេញមកលោតផុសហ្មងផុសស្អាតនេះខាងនេះនឹងខាងនេះមករូបដូចគ្នាស្អាតមែនទែនហើយរូបរីហ៊ូវ៉ាវគិតទៅដូនតាយើងអស្ចារ្យសំខាន់ចម្លាក់ផុសចេញក្រៅស្អាតខ្លាំងហើយចូលមកក្នុងវ៉ាវជាស្រាប់មកក្នុងនេះអូបងប្អូនជើងសសម្រាប់សំណូមពរបងប្អូនដែលមកលេងទស្សនានៅប្រាសាទនេះយើងសម្រាប់ថ្នល់ធ្វើឲ្យល្អតិចទៅសម្រាប់ទុកដាក់នៅក្នុងធុងមិនមែនដាក់តាពីអញ្ចឹងទេស្អាតណាស់បងប្អូនហើយចូលមកជាលឹមមកក្រៅវិញសម្រាប់បងប្អូនមកថត pre wedding ថតអីថតនៅហ្នឹងបានណាមានន័យស្អាតព្រៃឈើជុំវិញហើយអាកាសធាតុអាហ្នឹងអត់ស្ូវក្តៅទេដោយសារមានម្លប់ឈើមានអីចឹងអូនឯងមកថតនៅហ្នឹងបាន